Sắp tới nào khi ngày này mình video thay ngày nayយើងធ្វើដំណើរចេញពីខេត្តព្រៃវែងទៅរាជធានីភ្នំពេញឥឡូវនេះខ្ញុំនៅផ្ទះបន្ទាប់មកខ្ញុំក៏បានចេញដំណើរទៅបដារហូតចេញតាមផ្លូវហើយខ្ញុំក៏បានជិះមួយមើលគេមើលឯងយើងជិះមកវិញតាមផ្លូវយើងមើលទេសភាពទេសស្អីមកតោះមកយើងក៏បានកាត់មកដល់ជាបាភ្នំហើយតោះជាកាត់មកដល់បាភ្នំតោះមកខ្ញុំកាន់ដៃមកខាងចឹងយើងងាត់ទៅហើយបានថតច្រើនទេខ្ញុំបានថតកាត់ហើយរំនេះក៏បានកាត់មកដល់កាត់ដល់ណាដល់ណៃហើយខ្ញុំមិនអត់សូវចាំដែរព្រោះខ្ញុំជិះកាន់ដៃមកខាងចឹងយើងបាក់ថតតិចអូខ្ញុំអធិស្ឋានយើងញ័រហើយបានចឹងមកតែនំអូញ័រហៅណារបស់យើងគឺម្នាក់ឯងសុទ្ធសាធអត់មាននេះទេជិះហើយយើងមើលទេសភាពនៅខេត្តមកក៏បានទៅមកដល់សារៈជ័យជិះមកដល់សារៈជ័យគឺមានអារម្មណ៍ថាក្តៅខ្លាំងមែនទែននៅនេះគឺក្តៅខ្ញុំចេញមកម៉ោង1កន្លះហើយមកដល់នេះប្រហែលខ្ទង់ម៉ោង2អញ្ចឹងវាមានអារម្មណ៍ក្តៅមែនទែនគឺអត់នេះបានតែម្ដងក្តៅមែនទែនក្តៅខ្លាំងទៅហើយយើងក៏បានតែខ្ញុំពិបាកកាត់ដែរព្រោះខ្ញុំកាន់ដៃខាងថតដៃខាងវិញបានជិះដល់កាត់ដល់ស្ពីនលេងហើយវាលេងគេស្ងាត់មែនតើនេះគឺបងប្អូនយើងទៅជិះមកទៅភ្នំពេញអស់ហើយចឹងនៅខ្ញុំក្រោយគេទេអត់ជិះស្រួលមែនតើជិះមួយអត់បញ្ញាប់ទេតែអត់បញ្ញាប់អីរឿងលឿនដែរមកហើយខ្ទង់ម៉ោង4មកដល់ពេញអញ្ចឹងវាជិះដូចជាតែ2ម៉ោងកន្លះមកដល់ពេញជិះរឿងលឿនដែរគឺខ្ញុំជិះអត់សូវឈប់មែនទេតែអត់ឈប់នេះតោះអត់ដែរជាខ្ញុំបានសម្រាប់ហូបដូចជាសាកគីខ្ញុំឈប់ម្ដងសាកគីដែរនេះខ្ញុំរកលេងតន់ដល់គឺបានឈប់បាត់តែឈប់ញ៉ាំដូងសុំយកអស់កម្លាំងមែនទែនព្រោះក្តៅពេកអារម្មណ៍ថាក្តៅមែនទែន